នៅក្នុងប្រសូតមួយទៀតហើយប្រសូតនេះគឺមាននៃអប់រំល្អមែនទែនបងប្អូនចឹងបានមានខ្លះហើយក៏មានកូនសិស្សខ្ញុំដែរគាត់ថាលោកគ្រូថ្មិចដើម្បីបានបនខ្ញុំបានប្រាប់ពួកគាត់ថាបនមិនពិបាកធ្វើទេឲ្យតែយើងយល់ពាក្យថាបនហើយក៏សួរពួកគាត់ថាតើរាល់ថ្ងៃអ្វីជាអ្នកគិតតើយើងអ្នកគិតឬមួយក៏ចិត្តអ្នកគិតគាត់ក៏ឆ្លើយថាគឺចិត្តអ្នកគិតគាត់ឆ្លើយបានត្រូវល្អមែនទែនហើយក៏សួរទៀតថានៅពេលដែលកូនបានធ្វើអ្វីមួយល្អជាមួយម៉ាក់ប៉ាហ្នឹងតើកូនសប្បាយចិត្តអត់គាត់ថាសប្បាយចិត្តណាគ្រូខ្ញុំសប្បាយចិត្តព្រោះបានម៉ាក់ប៉ារីករាយគាត់សប្បាយគាត់ញញឹមខ្ញុំក៏ប្រាប់ថានោះហើយគឺជាបុណ្យដែលកូនបានធ្វើអញ្ចឹងបុណ្យនៅពេលហ្នឹងតើបុណ្យហ្នឹងកើតនៅក្នុងវត្តឬក៏បុណ្យកើតនៅក្នុងចិត្តកូនបុណ្យកើតនៅក្នុងចិត្តខ្ញុំពួកគាត់ញញឹមហើយក៏ខ្ញុំសួរទៅគាត់ថាតើកូនយល់នៅយល់ពីបុណ្យហ្នឹងហើយនៅយល់ឡាយលោកគ្រូអញ្ចឹងក្មេងៗមែនទែនទៅគឺងាយពន្យល់ឲ្យតែយើងមានតិចនិចមានវិធីសាស្ត្រក្នុងការពន្យល់ពួកគាត់អត់ពិបាកពន្យល់ទេក្មេងៗនោះប៉ុន្តែបើសិនបើយើងមិនមានតិចនិចមិនមានបច្ចេកទេសក្នុងការពន្យល់ពួកគាត់ទេច្បាស់ថាយើងរកកន្លែងឲ្យគាត់យល់មិនឃើញទេឥឡូវខ្ញុំសូមដកលើកយកព្រះសូត្រមួយកន្លែងដើម្បីឲ្យបងប្អូនបានសិក្សាទាំងអស់គ្នាហើយសពថ្ងៃសង្គមយើងក៏មានដែរអ្នកដែលមានទ្រព្យធនក្រន់ហ្នឹងគឺគាត់បានធ្វើរួចហើយនៅឡើយតែអ្នកដែលមិនទាន់មានព្រះគាថានេះមានសម្ដែងប្រសូតជាស្រ័យមានសម្ដែងនៅក្នុងគម្ពីរបត្រៃបេដកលេខ29ប្រសូតមួយដែលមានឈ្មោះថាវនរោប្រសូតដែលទេវតាមួយអង្គហ្នឹងបានពោលក្រាបទូលចំពោះព្រះសម្មាសម្ពុទ្ធថាបុណ្យរមែងចម្រើនមិនដាច់ទាំងថ្ងៃទាំងយប់គ្រប់វេលាដល់ជួនពួកណាជាសំណួរណាបងប្អូនហើយជួនពួកណាឈ្មោះថាតាំងនៅក្នុងធម៌ឈ្មោះថាបរិបូរដោយសិលគួរទៅកាន់ឋានសួគ៌បានព្រះពុទ្ធទ្រង់មានព្រះពុទ្ធដីកាទៅកាន់ទេវតានឹងថាជនណាដាំច្បារឈើមានផ្កាផ្លែដាំច្បារឈើមានម្លប់សាងស្ពានសាងរោងឲ្យទៀនទឹកទៀនទាំងជីកស្រះជនទាំងឡាយណាឲ្យនៅទីសំណាក់អាស្រ័យបុណ្យរមែងចម្រើនមិនដាច់ទាំងថ្ងៃទាំងយប់គ្រប់វេលាដល់ជនទាំងឡាយនោះហើយជនទាំងនោះឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌ឈ្មោះថាបរិបូរដោយសិលគួរទៅកាន់សុគតិបានអញ្ចឹងគឺការដាំឈើមានប្រយោជន៍ហើយសពថ្ងៃនៅក្នុងប្រទេសកម្ពុជាយើងក៏មានទិវាដាំកូនឈើថែរក្សាទ្រព្យសម្បត្តិធម្មជាតិហ្នឹងគឺឲ្យបានច្រើនព្រោះវាបង្កើតទៅជាវត្ថុមួយសម្រាប់ការពារខ្យល់ព្យុះភ្លៀងអញ្ចឹងគឺមានប្រយោជន៍ច្រើនហើយតើតើទៅនឹងការដាំច្បារឈើមានផ្កាផ្លែនេះគឺវាមានប្រយោជន៍ដូចយើងដាំផ្លែស្វាយណានៅទីសាធារណៈឬក៏យើងដាំផ្កាឈើនៅផ្កាឈើផ្កាហ្នឹងគឺវាមានផ្លែដែរផ្កាហ្នឹងមានផ្លែសម្រាប់ឲ្យសាងស្ពានសាងរោងកន្លែងដាច់ស្រយាលទៅហៅសាលាឆទានហ្នឹងជាប្រយោជន៍សម្រាប់អ្នកដើរផ្លូវឆ្ងាយគាត់អស់កម្លាំងគាត់ចូលដេកឲ្យទឹកឲ្យទៀនទឹកសម័យយើងកន្លែងខ្លះអត់ទឹកកន្លែងខ្លះមានទឹកវល់ខ្លះមានផងដាច់ផងអញ្ចឹងទៅអាហ្នឹងគឺបើយើងអ្នកមានធនធានយើងចែករំលែកទៅតាមអ្វីដែលយើងអាចចែកបានគឺជារឿងល្អបំផុតហើយជីកស្រះហ្នឹងវាមានប្រយោជន៍ទៀតអ្នកត្រូវការដងយកទៅប្រើប្រាស់ឬក៏ដងទៅងូតដងទៅបោកគក់លាកអំពាក់អីទៅមកប្រើអាហ្នឹងគឺជាប្រយោជន៍បនកើតឡើងទាំងយប់ទាំងថ្ងៃដូចគ្នាហើយការឲ្យកន្លែងដេកកន្លែងទីនៅអាស្រ័យយើងអាចបែងចែកជាពីរមួយសម្រាប់កសាងសេនាសនៈទាននៅក្នុងវត្តបាទនៅក្នុងវត្តអារាមហើយមួយទៀតយើងកសាងកន្លែងដេកនៅទីសាធារណៈកសាងសាលាឆទានណាឆឆាក់ហ្នឹងគឺ6
ចឹងអ្នកដែលមកអំពីទិសទាំង6ឬក៏ទិសទាំងប្រមាណក៏ដោយតែមកស្នាក់នៅកន្លែងសាលាឆទានហ្នឹងគឺវាកើតទៅជាបុណ្យរបស់យើងហើយបុណ្យដែលថាកើតទាំងយប់ថ្ងៃនៅពេលដែលយើងនឹកឃើញគឺបានបុណ្យតែម្ដងយើងសប្បាយចិត្តយើងរីករាយព្រោះយើងបានធ្វើបុណ្យដែលបុគ្គលមួយចំនួនមិនអាចធ្វើដោយយើងបានណាអាហ្នឹងជាមូលហេតុហើយព្រះអង្គសម្ដែងថាជួននោះឈ្មោះថាតាំងនៅក្នុងធម៌អីគឺមានទានសិលនឹងឯងហើយព្រះអង្គសម្ដែងថាគឺនឹងទៅកាន់សុគតិសួគ៌មិនខាននេះជាហេតុព្រោះមានកូនសិស្សខ្ញុំសួរយ៉ាងដែរថាលោកគ្រូធ្វើម៉េចបានយើងទៅកើតជាទេវតាបានខ្ញុំថាទី1កូនបម្រើពុកម្ដាយរបស់កូនគោរពប្រណិប័តគាត់ណាអ្វីដែលយើងអាចធ្វើបានយើងធ្វើទៅហើយគោរពប្រណិប័តគាត់ហ្នឹងមិនមែនតែពេលបុណ្យទានទេគឺគ្រប់ពេលវេលារាល់ថ្ងៃគ្រប់ព្រោះគាត់ហ្នឹងពុកម្ដាយម៉ាក់ប៉ាហ្នឹងគឺជាព្រះកន្លោងជាព្រះរហន្តជាប្រព្រំជាទេវតាជាអាចារ្យអញ្ចឹងយើងអត់ចាំបាច់ទៅរកអ្នកណាដែលអស្ចារ្យជាងពុកម្ដាយរបស់យើងទៀតទេគាត់ញញឹមគាត់សប្បាយចិត្តអញ្ចឹងព្រោះមានកូនខ្លះគាត់ហាក់ដូចជាឃ្លាតឆ្ងាយពីឪពុកម្ដាយម៉ាក់ប៉ាគាត់មែនទែនការរស់នៅនឹងព្រោះសម័យបច្ចេកវិទ្យាមានទូរស័ព្ទមានអីរៀងខ្លួនទៅគឺតំណាក់តំណងរវាងពុកម្ដាយភរិយាស្វាមីនេះគឺដាច់ឆ្ងាយពីគ្នាអត់រវីរវល់អីជាមួយគ្នាទេពេលនេះវានៅឆ្ងាយពីគ្នាមែនទែនបាទអញ្ចឹងកូនសិស្សរបស់ខ្ញុំនៅពេលដែលគាត់សួរទៅគឺខ្ញុំបានបញ្យល់គាត់ឲ្យគាត់យល់ខ្ញុំសប្បាយចិត្តខ្ញុំបង្រៀនផ្នែកភាសាទេប៉ុន្តែខ្ញុំចង់តែបញ្ចូលខាងការអប់រំម៉ោងទី1ឬក៏ចុងម៉ោងមុនចេញពីផ្ទះទៅចាតែលើកមកនិយាយដើម្បីrefresh ឲ្យគាត់នឹងកុំឲ្យគាត់ stress កុំឲ្យគាត់ធុញថប់រៀនរហូតពីម៉ោងជាប់គ្នាអញ្ចឹងណាអាហ្នឹងគឺជាទម្លាប់របស់ខ្ញុំមួយដែលខ្ញុំតែងតែធ្វើជាប្រចាំចំពោះសិស្សរបស់ខ្ញុំប៉ុន្តែមិនរាល់ថ្ងៃទេព្រោះមើលដែរពេលសិស្សវាខ្លះគាត់ហត់គាត់នឿយរៀនមួយយើងគាត់ធុញហ្នឹងអត់និយាយអញ្ចឹងបែរទៅជាយើងនិយាយរឿងកំ pl ែងអីឬក៏បែប bully គាត់លេងសើចទៅដើម្បីឲ្យគាត់មានស្នាមញញឹមសើចទៅវាអាចបំបត្តិអាភាពនឿយហត់ធុញថប់ហ្នឹងដែរនេះជាទម្លាប់របស់ខ្ញុំបាទអញ្ចឹង clip វីដេអូនេះគឺមានតែប៉ុណ្ណឹងអញ្ចឹងបងប្អូនអាចយកទៅគិតពិចារណាបានហើយសម្រាប់អ្នកដែលមានធនធានពិតប្រាកដគឺអាចធ្វើបានរឿងសាលាឆទានអីល្មាក់ល្មមទៅនៅកន្លែងដាច់ស្រយាលព្រោះធម្មតាទៅតាមផ្លូវផ្សេងឆ្ងាយនៅពេលដែលគឺប្រកាសជាមានអ្នកធ្វើដំណើរតាមផ្លូវឲ្យហត់នឿយចូលសម្រាកដេកអញ្ចឹងទៅហូបបាយញ៉ាំទឹកអីចឹងទៅបាទអញ្ចឹងវាទៅជាបានប្រយោជន៍ទាំងពួកគាត់ហើយវាបានសុបាយទាំងផ្លូវចិត្តរបស់យើងហ្នឹងហៅថាបុណ្យទាំងយប់ទាំងថ្ងៃនោះ